សូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍ដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរពុទ្ធបរិស័ទនៅក្នុងវេលាឱកាសនេះគឺជាកម្មវិធីនៃការផ្សព្វផ្សាយវិបស្សនាធរៈហើយកម្មវិធីនេះគឺតែងតែផ្សព្វផ្សាយរៀងរាល់ថ្ងៃអាទិត្យចាប់តាំងពីម៉ោង8ទល់ម៉ោង9យប់នៅក្នុងបន្ទប់ផ្សាយវិទ្យុអាស៊ីអាគ្នេយ៍106ក្នុងវេលារាត្រីស្មើនេះគឺពុទ្ធបរិស័ទទាំងអស់គឺក្រោយពីសម្រាប់ពីការងារក៏ដូចជាក្រោយពីការបំពេញរាល់ភារកិច្ចទាំងឡាយចប់សពគ្រប់គឺតែងតែទន្ទឹងនឹងស្ដាប់នៅក្នុងកម្មវិធីដែលនឹងការផ្សព្វផ្សាយនៅព្រះធម៌ហើយក្នុងវេលាឱកាសនេះគឺជាកម្មវិធីនៃការផ្សព្វផ្សាយវិបស្សនាធរៈហើយកម្មវិធីនៃការផ្សព្វផ្សាយក្នុងវេលាឱកាសនេះគឺជាការផ្សព្វផ្សាយជាសប្តាហ៍ទី3ដែលកម្មវិធីយើងបានបង្កើតឡើងហើយក្នុងវេលានៃការផ្សព្វផ្សាយនេះរាល់ការផ្សព្វផ្សាយនៃកម្មវិធីនេះគឺតាក់ទងចំពោះបញ្ហានៃការលើកឡើងនៅក្នុងប្រធានបទដែលតាក់ទងចំពោះការអប់រំនៅផ្លូវចិត្តតាមបែបវិបស្សនាធរៈហើយកម្មវិធីនេះគឺមានគោលបំណងនៅក្នុងការលើកឡើងនៅទ្រឹស្ដីនៃវិបស្សនាធរៈដែលព្រះសាស្តាជាបរមគ្រូដែលព្រះអង្គលោកបានសម្ដែងជាផ្លូវជាមាគ៌ាសម្រាប់សត្វលោកហើយនៅក្នុងសេចក្តីបដិបត្តិដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គលោកបានត្រាស់សម្ដែងដែលជាគ្រឿងអប់រំទូលមាននៅកាយវិចារចិត្តរបស់សពសត្វទាំងអស់ឲ្យមានសភាពថ្លៃថ្នូរឲ្យមានភាពប្រសើរឡើងហើយស្វែងរកនៅសេចក្តីសុខសម្រាប់ខ្លួននៅរៀងៗខ្លួននោះជាពិសេសក្នុងបណ្ដានៃពុទ្ធវចនៈក៏ដូចជាឱវាទរបស់ព្រះពុទ្ធជាម្ចាស់ព្រះអង្គលោកដោយមានការអនុវត្តនៅក្នុងបច្ចេកទេសបន្តិចហើយនៅក្នុងកម្មវិធីនេះក៏ពុទ្ធជាម្ចាស់ព្រះអង្គលោកបានចង្អុលបង្ហាញផ្លូវជាច្រើនក្នុងការអប់រំផ្លូវចិត្តជាពិសេសគឺផ្នែកខាងវិបស្សនាធរៈនៃការអប់រំផ្លូវចិត្តគឺព្រះពុទ្ធជាម្ចាស់ព្រះអង្គលោកបានបែងចែកជា2គឺទី1គឺសមថយានកៈមួយបែបទៅហើយមួយបែបទៀតគឺវិបស្សនាយានកៈគឺបុគ្គលដែលដើរទៅតាមផ្លូវនៃសមថៈនៃការអប់រំធ្វើនៅចិត្តឲ្យស្ងប់រងាប់មួយផ្លូវទៅហើយបុគ្គលធ្វើនៅប្រាជ្ញាដែលជាផ្លូវជាដំណើរឲ្យឆ្លងទៅរួចចាក់ទុកដែលដល់នៅសេចក្តីស្ងប់ដល់ខ្សែមខ្សានដែលជាអេកន្តបរមសុខនោះគឺដើរទៅតាមផ្លូវនៃវិបស្សនាបញ្ញាអញ្ចឹងនៅក្នុងតម្លៃនៃការអប់រំផ្លូវចិត្តគឺព្រះពុទ្ធជាម្ចាស់តែងតែចង្អុលតែងតែទាមទារតែងតែយឹតយោងទន្ទឹមនឹងការអប់រំនៅកាយនិងវាចាឲ្យល្អប្រពៃហើយព្រះពុទ្ធជាម្ចាស់គឺព្រះអង្គលោកឲ្យអប់រំនៅផ្លូវចិត្តសំដូចព្រះពុទ្ធជាម្ចាស់លោកបានលើកឡើងជាឱវាទលោកថាមនោពពាំងកមាធម្មាមនោសេដ្ឋាមនោមយាមនសាជេទុក្ខមច្ឆេតិចកាំងវហតោបទាំងលោកថាធម៌ទាំងឡាយគឺមានចិត្តជាប្រធានមានចិត្តជាអ្នកដល់មុនសម្រេចតែអំពីចិត្តហើយរាល់ការបំពេញឬក៏ទង្វើដែលសត្វទាំងឡាយធ្វើគឺស្រេចតែអំពីចិត្តនៅពេលណាដែលទឹកចិត្តនោះប្រកបទៅដោយលោភៈទោសៈមោហៈក្នុងសន្តានចិត្តការចេញជាទង្វើនៃការប្រព្រឹត្តក៏ប្រកបទៅដោយសេចក្តីអាក្រក់នៅពេលណាដរាបណាដែលសពសត្វមានសេចក្តីជ្រះថ្លាប្រព្រឹត្តល្អចិត្តក៏កើតឡើងល្អការប្រព្រឹត្តក៏ចេញទៅដោយសេចក្តីល្អដែរអញ្ចឹងឃើញថាព្រះពុទ្ធជាម្ចាស់លោកចង់បញ្ជាក់ថាគឺទង្វើនៃការងារឬក៏ធម៌ទាំងឡាយឬក៏សេចក្តីប្រព្រឹត្តទាំងឡាយរបស់បុគ្គលម្នាក់គឺតែងតែមានចិត្តជាប្រធានហើយសម្រេចតែអំពីចិត្តព្រោះធម្មតាសភាពនៃចិត្តធម្មតារបស់ចិត្តគឺសម្រាប់ត្រេះរិះឬសម្រាប់គិតហើយការត្រេះរិះសម្រាប់គិតរបស់មនុស្សគ្រប់គ្នាគឺតែងតែមានការគិតនិងការពិចារណាហើយការគិតពិចារណានោះគឺវាចេញអំពីគំនិតដែលកើតឡើងអំពីការគិតត្រូវនិងគិតខុសហើយព្រះពុទ្ធជាម្ចាស់លោកសម្ដែងនៅក្នុងផ្លូវធម៌ព្រះអង្គលោកថាការដែលគិតខុសគឺលោកពោលថាមិច្ឆាទិដ្ឋិការយល់ខុស
ហើយក៏ចេញជាទង្វើខុសទៅដោយកាយទុច្ចរិតវិច័យទុច្ចរិតមនោទុច្ចរិតចឹងទៅហើយការគិតដ៏ត្រឹមត្រូវទៅតាមកន្លងដំណើរដ៏ត្រឹមត្រូវដ៏ស្អាតបរិសុទ្ធការគិតដ៏ត្រឹមត្រូវនោះលោកហៅឲ្យឈ្មោះថាសមាទិដ្ឋិហើយសមាទិដ្ឋិនេះឯងជាការយល់ឃើញត្រង់ត្រូវនៅពេលណាដែលទឹកចិត្តយល់ឃើញត្រង់ត្រូវហើយការប្រព្រឹត្តការអប់រំឬក៏ទង្វើរបស់បុគ្គលម្នាក់នោះប្រកបជាទៅជាសេចក្តីល្អទៅជាសេចក្តីថ្លៃថ្នូរចំពោះបុគ្គលខ្លួនឯងផងចំពោះសង្គមឬក៏ចំពោះគ្រួសាររបស់ខ្លួនឯងផងព្រោះថាទឹកចិត្តនេះជាប្រធានណាស់អញ្ចឹងបានព្រះពុទ្ធជាម្ចាស់ទាមទារឲ្យពុទ្ធបរិស័ទទាំងអស់ដែលជាអ្នកកាន់ពុទ្ធសាសនាគឺទាមទារក្នុងការអប់រំផ្លូវចិត្តខានតែបានហើយសួរថាបើមិនអប់រំផ្លូវចិត្តបានទេថាមិនបានទេហេតុអីបានថាមិនបានព្រោះថាធម្មតាការសិក្សាឬក៏ការបំពេញនៅវិជ្ជាអ្វីក៏ដោយគឺគោលបំណងសម្រាប់ធ្វើបញ្ញាធ្វើចំណេះឲ្យកើតឡើងសម្រាប់បំពេញរាល់ភារកិច្ចអ្វីដែលខ្លួនឯងចង់បានអ្វីដែលខ្លួនឯងចង់ប្រព្រឹត្តចង់ធ្វើអញ្ចឹងវាចេញអំពីគំនិតចេញអំពីចិត្តដែលយើងបានសន្សំដែលយើងបានអប់រំអញ្ចឹងនៅក្នុងវិបស្សនាទុរៈនេះកម្មវិធីនេះក៏ចង់មានគោលបំណងនៃការបង្ហាញនៅផ្លូវចិត្តឲ្យពួកពុទ្ធបរិស័ទទាំងអស់បានយល់បានដឹងហើយនាំគ្នាគោរពបដិបត្តិការបដិបត្តិទៅតាមបែបនៃសមថៈគឺជាឧបាយមួយសម្រាប់អប់រំចិត្តឬក៏ធ្វើអារម្មណ៍ធ្វើចិត្តនឹងឲ្យស្ងប់ឲ្យនឹងឲ្យណរហើយសមថៈនេះឯងគឺជាតួសមាធិហើយពុទ្ធបរិស័ទយើងមួយចំនួនដែលធ្លាប់សិក្សាធម៌វិន័យខ្លះក៏អត់ទាន់យល់អំពីសមាធិនិងសមថៈជួនកាលយល់ដែរប៉ុន្តែចែកមិនទាន់ច្បាស់ថាសមាធិនិងសមថៈនឹងខុសគ្នាយ៉ាងណាតាមពិតពាក្យសមថៈនេះគឺជាធម៌មួយដែលព្រះអង្គលោកចង់សម្ដែងថាបុគ្គលដែលចង់ធ្វើចិត្តឲ្យទៅជាសមាធិបានត្រូវអប់រំសមថៈទើបកើតនៅសមាធិអញ្ចឹងសមាធិនេះឯងគឺជាផលរបស់សមថៈដែលបុគ្គលបានអប់រំដោយល្អហើយសមថៈនេះឯងព្រះពុទ្ធជាម្ចាស់ព្រះអង្គលោកបានសម្ដែងទៅតាមអារម្មណ៍អញ្ចឹងបុគ្គលឯណាមួយចង់ធ្វើចិត្តឲ្យទៅជាសមាធិគឺយកសមថៈណាមួយក្នុងចំណោម40នោះយកមកអប់រំយកមកធ្វើទុកក្នុងចិត្តដោយយោនិសោមនសិការៈហើយរលឹកដោយសតិហើយមានប្រាជ្ញាស្មារតីជាគ្រឿងកំណត់ដឹងរឿយទៅសភាពនៃចិត្តនោះអញ្ចឹងបានពាក្យថាសមាធិមួយម៉ាត់នេះតើជាអ្វីសមាធិគឺមានន័យថាកិរិយាតម្កល់មមឬកិរិយាតម្កល់នៅសភាពថ្លៃថ្នូរឬក៏កិរិយាតម្កល់នៅក្នុងកុសលធម៌ទាំងពួងឲ្យឈ្មោះថាសមាធិហើយសមាធិនេះឯងមានអ្វីជាលក្ខណៈសមាធិគឺមានកិរិយាមិនរាយមាយជាលក្ខណៈមានកិរិយាមិនរាយមាយចិត្តជាលក្ខណៈមានកិរិយាកម្ចាត់បាំងនៅភាពរាយមាយជាកិច្ចមានការដែលតម្កល់នៅមមនិងកិរិយាដែលយើងតម្កល់នៅជាសុខគឺជាបតដ្ឋានរបស់សមាធិដូចជាសេចក្តីដែលលោកបានសម្ដែងថាសុខសហកតៈគឺសមាធិកើតឡើងរួមជាមួយនឹងសេចក្តីសុខឬក៏ឧបេក្ខាសហកតៈឧបេក្ខាកើតរួមជាមួយនឹងសមាធិឬក៏សមាធិកើតរួមជាមួយឧបេក្ខាអញ្ចឹងសមាធិដែលកើតឡើងដោយសុខនេះឯងជាបច្ច័យដែលកើតឡើងចំពោះបុគ្គលដែលបានអប់រំសមថៈនឹងឯងទើបញ៉ាំងចិត្តឲ្យស្ងប់ឲ្យរងាប់ទៅដោយចិត្តបស្សទ្ធិក៏ដូចជាកាយបស្សទ្ធិសេចក្តីសុខក៏កើតឡើងដោយព្រមអញ្ចឹងបានលោកពោលថាសុខសហកតៈហើយនៅពេលដែលបុគ្គលនោះបានអប់រំធ្វើទុកក្នុងចិត្តដោយល្អហើយនៅពេលនោះអប់រំយូរទៅសភាពនៃឧបេក្ខាចិត្តគឺចិត្តដែលប្រងើយកន្តើយចំពោះទ្វារនឹងអារម្មណ៍ដែលមានកិរិយាសោយនៅអារម្មណ៍ស្មើមិនសោមនោះមិនតោមនោះទៅតាមទ្វារទាំងឡាយ6ហើយនៅពេលណាបុគ្គលបានឧបេក្ខាចិត្តនោះហើយដល់ព្រមដោយសមាធិព្រមទៅដោយឧបេក្ខាចិត្តហើយចិត្តរបស់បុគ្គលនោះឯងរមែងស្វែងរកនៅសេចក្តីសុខក្នុងបច្ចុប្បន្ននិងសេចក្តីសុខសម្រាប់ប្រលោកព្រោះថាបុគ្គលដែលបានតាំងមាំសុខនៅក្នុងកុសលធម៌ដ៏មាំគឺសមាធិហើយបុគ្គលនោះឯងរមែងញ៉ាំងនៅកាយវិចារឲ្យមានសភាពថ្លៃថ្នូរព្រោះសភាពនៃចិត្តដែលបុគ្គលបានអប់រំល្អហើយឬក៏បានគ្រប់គ្រងល្អហើយដែលពុទ្ធជាម្ចាស់លោកសម្ដែងថាចិត្តតាំងកុតតាំងសុខាវហੰចិត្តដែលបុគ្គលបានគ្រប់គ្រងដោយល្អហើយរមែងនាំមកនៅសេចក្តីសុខអញ្ចឹងសេចក្តីសុខនេះគឺពិតណាស់
នៅពេលណាដែលយើងមិនបានអប់រំមិនបានទូលមានចិត្តយើងទេគឺយើងមិនអាចស្វែងរកនៅសេចក្តីសុខសម្រាប់ខ្លួនយើងបានទេហើយនៅពេលណាដែលយើងមិនបានស្វែងរកនៅសេចក្តីសុខឲ្យយើងបានទេគឺយើងមិនអាចផ្ដល់នៅសេចក្តីសុខដល់ជនដទៃបានទេព្រោះសេចក្តីសុខសម្រាប់ខ្លួនឯងយើងរកអត់ឃើញផងចោះបានសេចក្តីសុខឯណានឹងផ្ដល់ឲ្យជនដទៃបានដូចជាសម័យកាលព្រះពុទ្ធជាម្ចាស់ក៏ដោយនាងកណ្ដយាដែលមិនបានគ្រប់គ្រងចិត្តមិនបានទូលមានចិត្តកើតនៅចិត្តអវិជ្ជាព្យាបាទចងគំនុំគុំគួនចំពោះព្រះសាស្តារហូតដល់ជួលគេឲ្យជេរព្រះពុទ្ធជាម្ចាស់នៅពេលដែលព្រះអង្គទ្រង់យាងបានបាតថែមទៅទៀតដូចជានៅក្នុងសម័យពុទ្ធកាលដែលព្រះពុទ្ធជាម្ចាស់ដូចជារឿងទេវទត្តដែលមិនបានគ្រប់គ្រងចិត្តដោយល្អរហូតដល់គិតនឹងចង់សម្លាប់ព្រះទៅទៀតយ៉ាងណាសភាពមនុស្សទូទៅក៏ដូចអញ្ចឹងដែរបុគ្គលខ្លះឬក៏កូនចៅប្រុសស្រីខ្លះមិនបានអប់រំមិនបានទូលមានធ្វើចិត្តឲ្យស្ងប់ល្អជួនកាលទៅហ៊ានរហូតទៅដល់ប្រមាថមេត្តាបិតាសម្រាប់មេត្តាបិតាទៀតក៏សឹងតែមានរហូតក្នុងបងប្អូនទាំងឡាយក៏ទៅជាការបៀតបៀនគឺដោយសេចក្តីថ្នាំងថ្នាក់ក្នុងចិត្តដូច្នេះហើយការអប់រំចិត្តនេះគឺជាការអប់រំមួយដ៏ប្រសើរសម្រាប់មនុស្សជាទូទៅហើយការអប់រំចិត្តនេះគឺព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់សម្ដែងមកគឺសម្រាប់ដឹកនាំនៅវិន័យសត្វក៏ដូចជាសត្វទូទៅដើម្បីស្វែងរកនៅសេចក្តីសុខសម្រាប់ការប្រព្រឹត្តក្នុងការរស់នៅទាំងបច្ចុប្បន្នទាំងប្រលោកនេះសមាធិនេះដែលមានអត្ថន័យនិងខ្លឹមសារដូចបានប្រកេននិងជម្រាបជូនជាគោលនៅក្នុងប្រហេតុនៃការបើកក្នុងកម្មវិធីនេះហើយមុននឹងចូលទៅដល់កម្មវិធីនេះគឺខ្ញុំគណៈសមាភិបមិនទាន់ផ្ដល់នៅឱកាសសម្រាប់ពុទ្ធបរិស័ទយើងចូលរួមក្នុងកម្មវិធីនៃការសាកសួររាល់បញ្ហាដែលតាក់ទងនៅក្នុងវិបស្សនាធរៈនេះទេដោយផ្សារភ្ជាប់ចំពោះបញ្ហាសំណួរពុទ្ធបរិស័ទខាងក្អមសំណនិងសន្តាពីសប្តាហ៍មុនហើយមិនទាន់បានបកស្រាយវេជ្ជញែកឲ្យអស់សេចក្តីដោយកម្មវិធីម៉ោងពេលយើងខ្លីហើយមួយសប្តាហ៍នេះគឺយើងនឹងដោះស្រាយប្រកេននឹងជូនបន្ថែមបន្តិចដែលជាគោលដើម្បីឲ្យម្ចាស់សំណួរក៏ដូចជាពុទ្ធបរិស័ទដែលកំពុងតែចាំត្រង់ត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ហើយបើសិនជាកម្មវិធីនេះទទួលនៅសំណួរហើយមិនដោះស្រាយគឺជាការមួយគឺជាកម្មវិធីដែលប្រព្រឹត្តទៅមិនប្រកបដោយប្រយោជន៍សម្រាប់អ្នកស្ដាប់ហើយសំណួរអ្វីដែលសាកសួរមកគឺរាល់កម្មវិធីរបស់យើងនេះនៅពេលណាដែលយើងដោះស្រាយនៅក្នុងកម្មវិធីម៉ោងទាន់គឺយើងដោះស្រាយហើយនៅរាល់សំណួរដែលពុទ្ធបរិស័ទយើងដែលហៅចូលមកមិនដោះស្រាយទាន់គឺយើងនឹងលើកឡើងទៅសប្តាហ៍ក្រោយទៀតហើយនៅក្នុងកម្មវិធីពីសប្តាហ៍មុនពុទ្ធបរិស័ទយើងបានសួរសង្កត់ធ្ងន់នៅរឿងវិបស្សនាជាពិសេសគឺតាក់ទងនៅក្នុងភូមិអារម្មណ៍របស់វិបស្សនាភូមិអារម្មណ៍របស់វិបស្សនាពុទ្ធបរិស័ទក៏បីយល់ថាសភាវៈនៃធម៌នោះយើងត្រូវសួរខ្លួនយើងថាមុននឹងយើងចង់ដឹងមុននឹងយើងចង់យល់ទៅដល់ផ្លូវនោះតើយើងបានសិក្សាអប់រំផ្លូវចិត្តរបស់យើងបានកម្រិតណាហើយតើយើងបានអប់រំនៅក្នុងសមាធិហើយឬនៅតើយើងបានអប់រំតាំងសុខនៅក្នុងសមថៈហើយឬនៅព្រោះព្រះពុទ្ធជាម្ចាស់លោកបានពោលសម្ដែងថាបុគ្គលដែលចង់អប់រំនៅវិបស្សនាបញ្ញាឬក៏ធ្វើប្រាជ្ញាឲ្យត្រចះឲ្យទម្លុះនៅក្នុងសភាវៈធម៌ឬក៏ធ្វើឲ្យជាក់ច្បាស់នៅសង្ខារធម៌បានបុគ្គលនោះឯងត្រូវឈរលើគ្រឹះទាំងពីរគឺលោកពោលថាសីលវិសុទ្ធិចិត្តវិសុទ្ធិហើយសីលវិសុទ្ធិចិត្តវិសុទ្ធិនេះឯងគឺបានក្នុងសម័យកាលដែលបុគ្គលបានអប់រំសមាធិបានញ៉ាំងចិត្តឲ្យកើតជាឯកតាអបេខាទើបសីលវិសុទ្ធិចិត្តវិសុទ្ធិកើតឡើងអញ្ចឹងបើសិនជាយើងគ្រាន់តែសួរចោលទេហើយសេចក្តីបប្រតិបត្តិយើងក៏អត់មានដដែលគឺដូចជាមិនសូវមានប្រយោជន៍ប្រមាណទេនឹងសូមប្រកេននឹងជម្រាបជូនដល់ម្ចាស់សំណួរដែរព្រោះថាកម្មវិធីយើងក៏ខ្លីផងចង់បានអ្វីដែលជាភាពជាក់ស្ដែងអ្វីដែលជាកិច្ចបប្រតិបត្តិផ្ទាល់មិនចង់ឆ្លើយឬក៏មិនចង់បន្លាយពេលនៅកម្មវិធីហើយគឺចោលទៅទេហើយស្ដាប់អត់បានទៅទៀតព្រោះវិបស្សនានេះរហូតទៅដល់ភូមិអារម្មណ៍នេះគឺវាមានភាពគេហៅថាបើនិយាយអំពីលំអនៃពុទ្ធសាសនាវាស្ថិតនៅក្នុងបរិយោសាសនៈហើយ
វាជាការលំអបត់ខាងចុងដែលបុគ្គលគប្បីសិក្សាជាខាងក្រោយអញ្ចឹងយើងត្រូវឈរលើសមាធិឬក៏ឈរទៅលើសិលកើតមានសិនអញ្ចឹងនៅក្នុងការអប់រំនៅក្នុងវិបស្សនានោះនៅពេលណាដែលយើងមានសីលវិសុទ្ធិចិត្តវិសុទ្ធិហើយទើបយើងលើកឡើងគេហៅថាបដូរអារម្មណ៍នេះគឺលើកឡើងបដូរអំពីការតម្កល់ចិត្តដែលស្ងប់ដោយចិត្តវិសុទ្ធិហ្នឹងលើកឡើងទៅកាន់លក្ខណោបនិច្ឆានលក្ខណោបនិច្ឆានគឺលើកឡើងយកនៅលក្ខណៈភូមិរបស់វិបស្សនាយកមកធ្វើទុកក្នុងចិត្តហើយភូមិដូចបានកណាបគុណចាស់បានប្រកេនពីសប្តាហ៍មុនគឺមាន6ខណ្ឌ1អាយតនៈ1ធាតុ1អន្ត្រី1អរិយសច្ចៈក៏ដូចជាបដិច្ចសមុប្បាទហើយភូមិនេះឯងជាទីតាំងឬក៏ជាទីលំនៅឬក៏ទីនៅអាស្រ័យរបស់អ្នកចម្រើនវិបស្សនាអ្នកចម្រើនវិបស្សនាគឺអាស្រ័យនឹងភូមិនឹងហើយស្គាល់ភូមិនឹងច្បាស់ហើយទើបលើកចិត្តឡើងត្រេះរិះទៅកាន់អារម្មណ៍ត្រេះរិះទៅកាន់អារម្មណ៍របស់វិបស្សនាដោយឧបាសិកាសួរពីសប្តាហ៍មុនសួរថាមានអីខ្លះគឺមានរហូតដល់73គឺលោកបែងចែកចេញពីភូមិនឹងមកគឺខណ្ឌនោះមាន5អាយតនៈ12ណាធាតុ18អន្ត្រី22អរិយសច្ចៈ4បដិច្ចសមុប្បាទ12នេះគឺជាអារម្មណ៍របស់វិបស្សនាសួរថាតើយើងចង់បប្រតិបត្តិនៅវិបស្សនានោះតើយើងគប្បីបប្រតិបត្តិភូមិណាមុនគឺព្រះពុទ្ធជាម្ចាស់លោកចង្អុលបង្ហាញគឺក្នុងបណ្ដាអារម្មណ៍ដែលបែកចេញអំពីភូមិមាន73នោះយើងត្រូវបប្រតិបត្តិនៅក្នុងភូមិខណ្ឌទាំងឡាយ5ជាដំបូងភូមិទាំងឡាយ5ដែលមានរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌខណ្ឌទាំង5នេះគឺអ្នកចម្រើននៅវិបស្សនាបញ្ញាក៏បីលើកចិត្តឡើងទៅពិចារណាឲ្យឃើញនៅក្នុងអត្តភាពគឺខណ្ឌ5របស់យើងគ្រប់គ្នានេះឲ្យឃើញខណ្ឌនៃទាំងឡាយ5ដែលជាចំណែកនៃរូបរាងកាយរបស់យើងនៃខណ្ឌ5នោះឲ្យឃើញត្រឹមតែរូបមួយនាមមួយគឺឲ្យឃើញនៅក្នុងលក្ខណៈរបស់រូបតើរូបសភាពដូចម្ដេចដែលយើងលើកឡើងចិត្តយកមកពិចារណារូបមានសេចក្តីថាមិនដឹងមានអត្ថាបែកធ្លាយអញ្ចឹងប្រាជ្ញាដែលយើងលើកឡើងពិចារណាដែលយើងចម្រើននៅសមថៈហើយឲ្យឃើញថារូបនឹងមិនដឹងយ៉ាងម៉េចណោះហើយរូបនឹងមានសភាពបែកធ្លាយយ៉ាងម៉េចណោះលើកឡើងពិចារណាមកឲ្យឃើញហើយតាមសេចក្តីដែលយើងបប្រតិបត្តិនៅក្នុងខណ្ឌនោះគឺយើងត្រូវចម្រើនយកនៅរូបរាងកាយរបស់យើងឲ្យស្គាល់ថាកាយដែលជាតួរូបនេះអាការៈ32ឬក៏កាយប្រជុំទៅដោយធាតុ4ដោយទឹកភ្លើងខ្យល់លើកឡើងនៅចិត្តនឹងពិចារណាឲ្យឃើញធាតុទាំងឡាយ4បើសិនជាយើងចម្រើននៅអានាបានសតិយើងយកនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលនោះយកមកពិចារណាជារូបធម៌នាមធម៌អ្វីទៅជាតួរូបខ្យល់ដែលសញ្ចរឡើងចុះនៅក្នុងរជ្ជកាយរបស់យើងក្រុមខ្យល់ទាំងឡាយ4ក្រុមទីខរសៈសពកាយៈឬក៏សកមៈក្តីខ្យល់ដែលវែងខ្យល់ដែលខ្លីខ្យល់ដែលចម្រើនពេញទាំងកាយខ្យល់ស្ងប់ល្អិតក្តីខ្យល់នេះឯងគឺជាតួរូបដោយសេចក្តីថាមិនដឹងព្រោះខ្យល់នឹងអត់ដឹងទេថាអ្នកណាជាអ្នកដឹងថាវែងដឹងថាខ្លីដឹងថាល្អិតដឹងថាស្ងប់នោះថាអ្នកណាជាអ្នកដឹងវេទនាសញ្ញាសង្ខារវិញ្ញាណដែលតាក់តែងទៅសោយទៅចាំទៅដឹងនៅខ្យល់ទាំងឡាយដែលមានកិរិយាមិនដឹងនោះឯងជាតួនាមអញ្ចឹងឲ្យឃើញនៅក្នុងអត្តភាពហ្នឹងរូបនិងនាមមានត្រឹមតែពីរនឹងប៉ុណ្ណោះហើយពិចារណាឲ្យឃើញរូបនិងនាមហ្នឹងចុះមកត្រឹមតែសង្ខារធម៌សង្ខារធម៌ទាំងឡាយដែលប្រជុំតាក់តែងឲ្យរូបនិងនាមកើតឡើងហើយអស់ទៅសូន្យទៅមិនទៀងជាទុក្ខអនត្តាសង្ខារមិនទៀងសង្ខារជាទុក្ខសង្ខារជារបស់មិនមានខ្លួនដោយសេចក្តីថាគ្មានខ្លឹមសារកើតឡើងហើយក៏វិនិច្ឆ័យបាត់ទៅហើយក្នុងអារម្មណ៍ទាំង73នោះសរុបមកគឺនៅតែអង្គធម៌3ហ្នឹងគឺរូបមួយនាមមួយសរុបមកគឺសង្ខារធម៌មានហេតុមានបច្ច័យប្រជុំតាក់តែងនេះសរុបនៅក្នុងវិបស្សនាបញ្ញាដែលសួរក្នុងភូមិអារម្មណ៍មួយទៀតប្រគុណម្ចាស់នៅខាងក្រោមសំណដែលបានសួរអំពីថាតើការចម្រើននៅវិបស្សនាបញ្ញាតើលះបង់កិលេសលោភៈទោសៈមោហៈបានដែរឬទេរឿងលោភៈទោសៈមោហៈនេះព្រះពុទ្ធជាម្ចាស់លោកបានពោលសម្ដែងថា
បុគ្គលនោះឯងបដិបត្តិដែលចង់ឲ្យដាច់ទៅជាសមុច្ឆេតបហានបាននោះត្រាតែឲ្យទំនុះដល់អរហត្តមគ្គអរហត្តផលឯណោះអញ្ចឹងសួរថាតើយើងអាចបដិបត្តិឲ្យស្ងប់រងាប់បានទេហើយត្រូវបដិបត្តិទៅតាមផ្លូវណាដូចផ្សារភ្ជាប់នឹងសំណួររបស់គ្រូពេទ្យប្រចាំស្រុកមោងរស័យខេត្តបាត់ដំបងគឺគ្រូពេទ្យឧបាសិកាវឌ្ឍនាសុទ្ធវឌ្ឍនាដែលបានសាកសួរមកដែរថាសួរថាតើព្រះពុទ្ធសាសនាមានធម៌អ្វីសម្រាប់កម្ចាត់បងនៅលោភៈទោសៈមោហៈព្រោះថាលោភៈទោសៈនេះមិនថាជាឧបាសកឧបាសិកាឬក៏កុហកធម្មតាឬក៏បព្វជិតលោកសង្ឃប្រសង់ដែលជាអ្នកបួសក្នុងពុទ្ធសាសនាក៏សិតតែជាប់ដិតដាមទៅដោយលោភៈទោសៈនិងមោហៈតើមានវិធីអ្វីសម្រាប់កម្ចាត់បងនៅលោភៈទោសៈមោហៈនឹងដែរឬទេមានហើយធម៌អ្វីទៅដែលជាធម៌សម្រាប់កម្ចាត់បងនៅលោភៈទោសៈមោហៈនោះគឺព្រះពុទ្ធជាម្ចាស់លោកសម្ដែងធម៌3ដែលជាធម៌សម្រាប់សម្លាប់បងនៅលោភៈទោសៈធម៌ទី1គឺបានដល់សិលគឺមានអំណាចគុណជាតិសម្រាប់កម្ចាត់បងនៅទោសៈហើយបើនិយាយអំពីអង្គនៃកិលេសសិលនេះឯងមានអានុភាពកម្ចាត់បងនៅសង្តិកិលេសគឺកិលេសក្រោតក្រៀតដែលកើតឡើងអំពីកាយវាចាកិលេសដែលប្រព្រឹត្តទៅដោយការបៀតបៀនដោយសម្ដីព្យាបាទដោយសម្ដីញុះញង់ឬក៏ធ្វើដោយកាយទៅសម្លាប់ទៅលួចទៅឆក់ប្លន់គឺកម្ចាត់បងមិនឲ្យមាននេះអានុភាពរបស់សិលទន្ទឹមនឹងកម្ចាត់បងនៅទោសៈហើយគឺកម្ចាត់បងនៅសង្តិកិលេសហើយអង្គទី2គឺសមាធិគឺមានអានុភាពសម្រាប់សម្លាប់បងនៅលោភៈឲ្យអស់អំពីខណ្ឌសន្តានហើយអង្គទី3គឺបញ្ញាគឺជាអង្គនៃធម៌សម្រាប់កម្ចាត់បងនៅមោហៈបុគ្គលដែលបានឃើញច្បាស់នៅកងសង្ខារហើយបុគ្គលណៃរមែងមាននៅវិជ្ជាគ្រឿងកំណត់ដឹងមានប្រាជ្ញាជាគ្រឿងឃើញច្បាស់នៅសច្ចធម៌ហើយក៏រមែងកម្ចាត់បងនៅមោហៈនោះឲ្យអស់អំពីខណ្ឌសន្តានបានហើយបើយើងគ្រាន់តែស្ដាប់យើងគ្រាន់តែរៀនហើយយើងមិនបដិបត្តិយើងមិនខំកម្ចាត់បងទេសួរថាតើលោភៈទោសៈនឹងអស់អំពីខណ្ឌសន្តានយើងដែរទេថាអត់អស់ទេព្រោះយើងអត់បានកម្ចាត់បងវាផងអត់បានជីកឬកែវនៃលោភៈទោសៈនឹងឲ្យអស់អំពីខណ្ឌសន្តានផងអញ្ចឹងត្រង់នឹងហើយបានពុទ្ធបរិស័ទខ្លះថាកាន់សិលដែរធ្វើសមាធិដែរឬក៏បួសជាប្រសង់ដែរប៉ុន្តែនៅធ្វើអត់ត្រូវនៅតែធ្វើមិនល្អនៅតែធ្វើមិនគួរឬក៏នៅតែខឹងអានឹងមកពីយើងមិនបានសិក្សាហើយយកមកបដិបត្តិឲ្យកើតមានក្នុងខណ្ឌសន្តានអានឹងធម៌នៅតែក្នុងក្បួនធម៌នៅតែនឹងមាត់ប៉ុន្តែសេចក្តីបដិបត្តិឲ្យកើតឡើងទៅតាមធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងគឺយើងអត់គោរពតាមលហើយបានធម៌ទាំងឡាយមានលោភៈទោសៈនឹងវានៅតែក្នុងសន្តានចិត្តនៅពេលណាដែលយើងបានបដិបត្តិនៅសមាធិឲ្យកើតឡើងកម្ចាត់បងកិលេសថ្នាក់ណាបរិយុទ្ធឋានកិលេសថ្នាក់នៃការកម្ចាត់បងនៅនិវរណៈធម៌5ហើយការកម្ចាត់បងនៅនិវរណៈធម៌5បើសិនជាចិត្តនឹងស្ងប់ហើយបានឧបេក្ខាហើយកាមឆន្ទៈជាប់ក្នុងកាមក៏ត្រូវទ្រាំចុះព្យាបាទៈដែលជាប់នៅក្នុងការសេចក្តីព្យាបាទបៀតបៀនគុំគួនក៏ត្រូវទ្រាំចុះឬក៏ត្រូវសង្កត់សង្កិនទុកជាប់ជានិច្ចដោយប្រាជ្ញាដែលយើងបានអប់រំដោយសមាធិវិជ័យកិច្ឆាសេចក្តីសង្ស័យទន្ទឹះមិនដាច់ស្រេចនៅក្នុងប្រធរឬក៏ក្នុងកិច្ចការដែលខ្លួនកំពុងប្រព្រឹត្តបដិបត្តិក៏ដូចជានៅក្នុងការដែលលះបង់នៅថៃនមិត្តៈសេចក្តីខ្ជិលច្រអូសងោកងុយក៏ដូចជាឧត្តចៈសេចក្តីរាយងាយអញ្ចឹងនៅពេលណាដែលយើងបានតាំងសុខក្នុងសមាធិហើយបរិយុទ្ធឋានកិលេសនឹងឯងគឺរមែងទ្រាំចុះស្ងប់ចុះសួរថាចុះហេតុអីយើងបដិបត្តិហើយនៅតែកើតកាមឆន្ទៈចំពាក់លោភលោភចង់បានហើយបដិបត្តិទៅហេតុអីក៏មានការព្យាបាទបៀតបៀននឹងឈ្មោះថាយើងមិនទាន់មានសមាធិទេសមាធិគ្រាន់តែថាប៉ុន្តែសមាធិធ្វើយើងអត់ធ្វើតែកាលណាយើងធ្វើសមាធិយើងមានចិត្តសមាធិយើងគ្មានទេសេចក្តីលោភលន់យើងគ្មានទេការព្យាបាទព្រោះចិត្តហ្នឹងគឺវាទៅដោយស្វ័យប្រវត្តិហ្មងបើសិនជាយើងបានយកនៅសមថកម្មដ្ឋាននេះយកមកជាអារម្មណ៍ដោយល្អហើយបញ្ញា
គឺជាការលះបង់នៅកិលេសថ្នាក់អនុស័យកលេសមានកាមរាគានុសយៈមានទិដ្ឋានុសយៈមានបដិឃានុសយៈមានទិដ្ឋានុសយៈមានភវានុសយៈមានអវិជ្ជានុសយៈឬក៏មានានុសយៈអញ្ចឹងបញ្ញានឹងឯងគឺបុគ្គលដែលបានចម្រើនធ្វើឲ្យកើតឡើងហើយរមែងកំចាត់បងកិលេសថ្នាក់អនុស័យកលេសអញ្ចឹងធម៌ទាំងឡាយនេះគឺជាការកំចាត់បងដើម្បីធ្វើទៅឲ្យអស់ទៅនៃលោភៈទោសៈនិងមោហៈហើយធម៌ហ្នឹងដែលកើតឡើងដោយសេចក្តីបដិបត្តិឲ្យជាក់ច្បាស់នឹងសំដោះស្រាយប្រគេនម្ចាស់សំណួរក៏ដូចជាសព្ទាមុនហើយក្នុងវេលាឱកាសនេះដោយពេលវេលាយើងច្រើនផងក៏សូមបើកនៅក្នុងកម្មវិធីហើយប្រព័ន្ធទូរស័ព្ទយើងមាន2ខ្សែសម្រាប់ពុទ្ធបរិស័ទយើងហើយចូលដើម្បីសាកសួររាល់បញ្ហាសំណួរដែលតាក់ទងនៅក្នុងវិបស្សនាធុរៈគឺមួយខ្សែគឺ092 172 106ខ្សែទី2គឺ011 841 106អញ្ចឹងបើសិនជាពុទ្ធបរិស័ទយើងចង់ចូលរួមក្នុងកម្មវិធីនេះអាចហៅចូលនៅក្នុងប្រព័ន្ធទូរស័ព្ទនេះបានហើយសូមរក្សានៅគេហៅថាគោលការណ៍នៅក្នុងកម្មវិធីយើងដូចបានប្រកេននឹងជម្រាបជូនឲ្យថាហៅចូលត្រូវប្រាប់ឈ្មោះនិងទីតាំងហើយត្រូវប្រើពាក្យសម្ដីសមរម្យនៅក្នុងកម្មវិធីជៀសវាងសម្ដីអសុរោះហាមប្រើពាក្យពោលប៉ះពាល់ដល់សាសនាដទៃក៏ដូចជាប៉ះពាល់ទៅដល់ស្ថាប័នឬក៏បុគ្គលឬក៏នយោបាយហើយរាល់សំណួរដែលសាកសួរសូមស្ថិតនៅក្នុងប្រធានបទនៃកម្មវិធីហើយរាល់សំណួរដែលសាកសួរសូមឲ្យត្រឹមម្នាក់ត្រឹម2សំណួរប៉ុណ្ណោះហើយរាល់សម្ដីដែលពោលមិនសមរម្យឬមិនត្រឹមត្រូវឬក៏មិនគប្បីប្រការណាមួយរបស់អ្នកសាកសួរក្នុងកម្មវិធីយើងមិនទទួលខុសត្រូវឡើយអញ្ចឹងពុទ្ធបរិស័ទយើងបានចូលមកហើយសូមទទួលប្រព័ន្ធខ្សែទូរស័ព្ទឲ្យប្រព័ន្ធទូរស័ព្ទមានការរអាក់រអួលមិនអាចតភ្ជាប់បានអញ្ចឹងសូមពុទ្ធបរិស័ទយើងព្យាយាមមកទៅតាមរយៈប្រព័ន្ធទី1គឺ092 172 106ឥឡូវនេះគឺពុទ្ធបរិស័ទយើងបានចូលមកហើយતોសូមព្យាយាមគឺទូរស័ព្ទយើងមាន2ខ្សែដូចបានប្រគិនជំរាបជូនសូមចម្រើនពរអាចទំនាក់ទំនងបានទេទទួលប្រព័ន្ធខ្សែទី2ដាច់ទៅវិញហើយអញ្ចឹងនៅក្នុងកម្មវិធីយើងនេះក៏ដូចជាពុទ្ធបរិស័ទយើងដែលទន្ទឹងនឹងចូលរួមនឹងសាកសួរនៅក្នុងរាល់បញ្ហាពធដែលតាក់ទងនៅក្នុងការអប់រំផ្លូវចិត្តតាមបែបបស្សនាធុរៈនេះឥឡូវនេះពុទ្ធបរិស័ទយើងបានចូលបន្តហើយសូមទទួលសូមចម្រើនពរអញ្ជើញពីខាងណាវិញក៏សូមលើកឡើងបញ្ហាសំណួរហើយកណាមានពីយោបល់ពីសំណួរទី1គឺកណាចង់ដឹងថាខ្លឹមសារនៃកណានិងខ្លឹមសារនៃសមាធិតើមានអត្ថន័យយ៉ាងណាខ្លះខសំណួរទី2តើសមាធិនិងវិបស្សនាមានប្រយោជន៍សំខាន់អ្វីខ្លះដល់អ្នកដែលបានបប្រតិបត្តិសំណួរខ្ញុំករណាមានតែពីចំពោះប៉ុណ្ណេះសូមបដិគុណមេត្តាយល់ឲ្យបានពុទ្ធតាដើម្បីឲ្យពុទ្ធបរិស័ទទាំងប្រទេសបានយល់ជាច្បាស់ផងកណាស្វែងគុំលៀងសូមចម្រើនពរឥឡូវកណាសូមប្រកេនសំណួរនេះក្នុងរាត្រីនេះគឺមានបឋមមេចាពីរព្រះអង្គដើម្បីចូលរួមដោះស្រាយគឺទី1បឋមមេចាមុំអិនដែលជាធម្មការីក្នុងកម្មវិធីយើងហើយទី2គឺបឋមមេចាសូត្រជន្លេងកណាដើម្បីចូលរួមដោះស្រាយនៅបញ្ហាសំណួរនេះហើយឥឡូវពុទ្ធបរិស័ទយើងចូលមកដល់ហើយសូមទទួលមួយសំណួរទៀតចា៎សូមចម្រើនពរកណាសូមជំរាបលាយោដោយគុណអញ្ជើញពីខាងណាវិញកណានៅភូមិបកណៅភូមិសមស្រុកទីព្រៃខេត្តសៀមរាបកណាសូមទួសំណួរប្រតិគុណ
បឋមវិបស្សនាសូមនិពន្ធបកស្រាយចាប់ពីត្រឹមណាទៅត្រឹមណាមធ្យមវិបស្សនាចាប់ពីត្រឹមណាទៅត្រឹមណាឧត្តមវិបស្សនាចាប់ពីត្រឹមណាទៅត្រឹមណានឹងចំនួនទី1ចំនួនទី2ខ្ញុំប្រកាសណាបានប្រកាសពីលោកគ្រូសំមិនឃើញកណានឹងចង់ធ្វើវិបស្សនាខ្យល់4ទៅកោនៅនឹងផ្ទះហើយកំណត់ថាសុំសិលខ្លួនឯងនឹងដោយសិល5ហើយធ្វើវិបស្សនារកខ្យល់ហ្នឹងតើវាទាស់ខុសអ្វីដែរឬមួយក៏ធ្វើបានដែរសូមនិពន្ធបកស្រាយទៅណាហ្នឹងហើយកណាសូមសួរជំនួសទៅពីហ្នឹងសូមចម្រើនពរកណាដោយពេលវេលាយើងក៏កាន់តែខើចដែរសូមប្រកេនសំណួរឥឡូវនេះសូមប្រកេនដល់បឋមវិចារសូត្រចន្លេងមុនចាស់ដោយបឋមវិចារមកបានលោកធ្លាប់បន្តចំហហែរាល់សប្តាហ៍ហើយសប្តាហ៍នេះគឺយើងបានបឋមវិចារសូត្រចន្លេងពីខាងកំពង់ចាមកណាសូមបកស្រាយសំណួរទី1ដែលតកតងចំពោះខ្លឹមសារសមាធិយ៉ាងណាខ្លឹមសារវិបស្សនាយ៉ាងណាចង់និយាយពីអត្ថន័យរបស់សមាធិនិងវិបស្សនាហើយបើតាមខ្ញុំកណាស្ដាប់សំណួរតន់គឺគាត់ចង់ស្ដាប់ថាតើសមាធិមានអានិសង្សក៏ដូចជាមានគេហៅថាភាពការអប់រំទៅបានសភាវធម៌កម្រិតណាវិបស្សនាអប់រំទៅបានសភាវធម៌កម្រិតណានេះដែលជាខ្លឹមសារដែលគាត់ចង់ដឹងអំពីការបប្រតិបត្តិក្នុងធម៌ទាំងពីរនេះកណាសូមនិមន្តជាលោកខ្ញុំប្រកាសថាសូមនមស្ការគុណប្រធានថៃទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាបន្តទៅខ្ញុំកណាសូមដោះស្រាយនៅសំណួរដែលញាតិញោមបានសួរសំណួរទី1អត្ថន័យខ្លឹមសាររបស់សមាធិហើយនឹងវិបស្សនាហើយបានអានិសង្សនឹងយ៉ាងម៉េចដែរចឹងអត្ថន័យសមាធិដូចបានព្រះអង្គបឋមវិបស្សនាបឋមមេចាទុមចនាបានឆ្លើយតបឲ្យថាសមាធិគឺការអប់រំចិត្តឲ្យចិត្តនឹងមូលនៅក្នុងអារម្មណ៍តែមួយហើយវិបស្សនាផ្សេងអំពីសមាធិគ្រាន់តែវិបស្សនាបានផលមកពីសមាធិដែលយើងខំអប់រំចិត្តទូលមានចិត្តនៅក្នុងសមាធិចឹងសមាធិមានន័យថាការតម្កល់ចិត្តនឹងនៅក្នុងអារម្មណ៍តែមួយដែលបានផលមកអំពីការអប់រំចិត្តនៃសមថៈនៅក្នុងសមថៈទាំង40ណាមួយចឹងអត្ថន័យនៃខ្លឹមសារនិងអានិសង្សសមាធិនេះឯងជាផ្សេងអំពីវិបស្សនាដែលយើងបានអប់រំចិត្តនិងទូលមានចិត្តចឹងអត្ថន័យនៃសមាធិមានន័យថាការអប់រំចិត្តឲ្យចិត្តនឹងនៅក្នុងអារម្មណ៍តែមួយហើយវិបស្សនាគឺការអប់រំចិត្តឲ្យកើតបញ្ញាចឹងការអប់រំចិត្តឲ្យកើតបញ្ញាដែលបានផលមកអំពីសមាធិអញ្ចឹងសមាធិដែលយើងអប់រំចិត្តទូលមានចិត្តបានស្ងប់ហើយយើងបដូរអារម្មណ៍ចូលវិបស្សនាដើម្បីឲ្យបានកើតបញ្ញាចាក់ធ្លុះនៅក្នុងអរិយសច្ចធម៌ទាំង4ជាដើមដោយវិបស្សនាយើងសិក្សាអប់រំចិត្តក្នុងវិបស្សនាគឺការអប់រំចិត្តដែលឲ្យកើតបញ្ញាឃើញច្បាស់នៅក្នុងរូបធម៌និងនាមធម៌ជាដើមហើយពិចារណាទៅតាមត្រៃលក្ខធម៌ទាំង3ជាដើមអញ្ចឹងវិបស្សនាគឺចាំបាច់យើងឲ្យស្គាល់រូបធម៌និងនាមធម៌ទី1គឺញាតិបរិញ្ញាបញ្ញាស្គាល់ច្បាស់នៅក្នុងរូបធម៌និងនាមធម៌ហើយទីបញ្ញាទី2ដែលស្គាល់ច្បាស់អតៃរណបញ្ញាបញ្ញាពិចារណាឃើញនៅក្នុងត្រៃលក្ខធម៌ទាំង3មានអនិច្ចំមិនទៀងទុក្ខជាទុក្ខអនត្តាមិនមានខ្លឹមសារមិនលូននៅក្នុងអំណាចនៃចិត្តណាមួយឡើយហើយទី3បហានបរិញ្ញាបញ្ញាទី3គឺការលះបង់ទៅតាមអនុបស្សនា7អញ្ចឹងទេខ្ញុំបកករណាសូមបញ្ជាក់មកប៉ុណ្ណេះហើយមានការខ្វះខាតយ៉ាងណាសូមឲ្យព្រះអង្គបឋមមេចាទុមចនាបកស្រាយបន្ថែមសូម
รัตนีคณะสมอปกุลให้คณะสมรัตนีธรรมิชามอมอันคณะดำใบเบาะสายสำนวนตีปีคณะสมอสายคือสำนวนตีปีคือปุตบอสัตยืงเป็นไม่ค้างนะบาสอมิบานส่วมปีตาธนบัตธรรมคณะตรมนาการปฏิบัติในขนมปัตธรรมตรมนามาชมตรมนาดำตรมนาสมนิมนต์ติกะนำไปเอาบอสัตแต่ก็จังดังจังโยลมทีการปฏิบัติเนาะถ้าการปฏิบัติกำลังหน้าได้จัดโจในขนมปัตธรรมไอการปฏิบัติกำลังหน้าจัดโจในขนมมิชมไอปฏิบัติพอกำลังหน้าจัดโจในขนมธนอดดำคณะสมนิมนต์ส่วนเราธนอดดำมันได้บานเขียนดาวทองแล้วยังปีธนปัตธรรมธนปัตธรรมเรียนไปยังจำรานานาปาจับเปียนาปาดาวเตอสมาธิจันทร์สงบโดยการเอาใครนะตรมอุปจารสมาธิจันทร์สงบดังเอาธนปัตธรรมให้ธนมัดชุมน้องลูกเรียนตรมปัตธรรมเชียรอัปปนาปัตธรรมเชียรเตในเรื่องธนชมใจตามกรรมวิธีขนมการศึกษาธนปัตธรรมตรมอุปจาระธนมัดชมตรมอัปปนาสมาธิหายเรื่องการจำเริญเป็นตัวตามเตี้ยนะเป็นเงินเตี้ยนาสูธาตากอดบัสันจีนเตี้ยมันบานมาศึกษาในหนึ่งวัดจังรักษาตรมตลปรามให้กอดอาจเพื่อสมาธิวิปัสสนาบานเตพอบานเตออยู่เพื่อบ้านในเตียให้ช้อสะสัวตามเป็นชุดังเมาหรือก็สะสัวตือตามธรรมเนจาได้ตอนลูกเรียนสกอลเลยตูสาบลูกสัวตามตูสาบก็บานจูไปเรื่องโยมมาจะแล้วจังจำเริญปีนาเตอจับเปียนาตานาสเตกรรมฐานประดามล้างมนต์กีทำไปโยสเตระลึกตามขจรโกตีมวยตีปีตีใบตีปวนไอ้ปัตเตอร์ปีตีปวนเตอร์ปามอยเจ้าไปเตะปัสสติสุขสมาธิที่คณะอุปจารสมาธิโยมเรียนคณะตำบงคณะปัตธรรมคือกระไรนั้นจำเริญตามคณะลุกดับในท้อโดยปานเรียบรอบมอปนันนี่จมเกณฑ์เติมออกวิ่งมาคณะสมอปกุลให้เหล่านี้ก็คือทักกะเบาสายบ่ปฐมวิชาทั้งปีอังก็โดยจีเมียนสเพียบเบอร์ในเยเตอร์เร่งโจทย์กัดให้เอาโยงแต่เลือกกรรมที่ใครหลายเบาสายจราเตอร์หัวเมาเลยนิดโดยบอสัตยืงก็มันตอนโจกรรมทียังมันต่อพ้องยมกนาธรรมะหนึ่งโจรวมประเกณฑ์หนึ่งอัศายในปัญหาสำนวนนี่มันไทม์คือปัญหาสำนวนได้สะสูกีขังดำจังดังลำปีอัฏฐประโยชน์ระบบสมาธิคลำซาระบบสมาธิเป็นประโยชน์อย่างน่าก็โดยคลำซาระบบวิปัสสนาเป็นประโยชน์อย่างน่าในเลยนี่ปุตบอสัตยังโจรมาหาแต่ตัวกันจ้ะจำเบาสายมันไทม์ส่งสำรานก็ส้มสำรวจอุปกรณ์โทรศัพท์กันเอาในการลองในกรรมสีคือบะนั่นสายนะส้มสำรวจติดตื้อขณะวัดเปลือยบ้างขณะในวัดกริ่งได้บ้างขณะเมียนขณะส้มสำรวจอุปกรณ์โทรศัพท์ติดตื้อหรือก็คัดง่ายที่วิจุติดตื้อก็ลองนะเนี่ยก็บัสันเชียมันอาจดับบานได้ตำรวจปีบ้างก็สมเจยนะสมเจยตำรวจเยอะจำเริญวิปัสสนามันบานลองตีไว้บ้างโดยพาตำรวจจังตื้อเดี๋ยวช่วยจับพลังเท้าตัวอย่างมาเทียบบ้าง
បានជាចម្រើនតែបានបងណានេះទី1បងបាទណាហើយទី2ទៀតចង់យើងចម្រើនយើងជាមនីយ៉ាងរបៀបម៉េចបានយើងអង្គុយទៅចម្រើនទៅបានណាបងណាអញ្ចឹងកណាសូមទួពុនចាស់ថាឲ្យព្រះអង្គចាស់ហ្នឹងមានការបំភ្លឺបងណាអញ្ចឹងជំនួសមានតែប៉ុណ្្នឹងទេព្រះអង្គកណាស្វែងរកនេះចម្រើនផងណាដោយបញ្ហាសំណួរខាងមិញហ្នឹងគឺខាងកំពង់ចាមវត្តរីនដែតគឺបានសាកសួរបន្តអំពីបញ្ហាការចម្រើននៅវិបស្សនាជាប់ខ្យល់វេទនាធ្វើម៉េចទៅបានឲ្យផុតពីវេទនាតាមពិតទៅគឺសេចក្តីនៃការចម្រើនបប្រតិបត្តិនៅក្នុងវេទនានេះមិនតាន់រាប់ចូលនៅក្នុងវិបស្សនាទេខ្ញុំណាស់អត់តាន់រាប់ចូលទៅក្នុងវិបស្សនាទេគឺស្ថិតនៅក្នុងសមាធិនៅឡើយទេគឺស្ថិតនៅក្នុងការដែលកំពុងតែធ្វើចិត្តឬក៏កំពុងតែអប់រំចិត្តឲ្យស្ងប់ឬក៏ឲ្យនឹងឲ្យតាំងសុខក្នុងអារម្មណ៍នៅឡើយទេមិនតាន់ចាត់ចូលជាវិបស្សនាទេព្រោះអារម្មណ៍របស់វិបស្សនាអត់មានផ្ដោតមកលើការជាប់នៅក្នុងការចម្រើនជាប់ខ្យល់ឬក៏ជាប់វេទនានោះទេអញ្ចឹងបុគ្គលដែលចម្រើននៅវិបស្សនានោះដូចបានជម្រាបជូនពីខាងដើមអញ្ចឹងថាលុះត្រាតែធ្វើចិត្តនោះឲ្យស្ងប់ឲ្យមានឯកតាឧបេក្ខាសិនបានអប់រំហើយនៅពេលណាដែលបាននៅឯកតាឧបេក្ខាហើយទើបចម្រើននៅវិបស្សនាហើយឯកតាឧបេក្ខានេះញោមត្រូវយល់ថាបើសិនជាកើតក្នុងសេចក្តីបដិបត្តិនោះហើយអត់កើតវេទនាហើយអត់មានសភាពក្រោធក្រៀតឬក៏ជាប់វេទនាទៀតទេព្រោះមានតែអារម្មណ៍តែមួយមានតែអារម្មណ៍គឺឧបេក្ខាប្រងើយកន្តើយអត់មានសោយអារម្មណ៍ជាសុខអត់មានសោយអារម្មណ៍ជាទុក្ខទេអញ្ចឹងញោមនៅសោយអារម្មណ៍វេទនានេះមិនទាន់បាននៅឯកតាឧបេក្ខាចិត្តទេអញ្ចឹងមិនមែនជាវិបស្សនាទេញោមក៏បីយល់ហើយនិយាយពីការចម្រើននៅក្នុងវិបស្សនានោះតើយើងចម្រើនយ៉ាងណាទើបបានបើនិយាយអំពីអរិយាបថវិញព្រះពុទ្ធជាម្ចាស់ព្រះអង្គលោកអត់ឲ្យយើងចាំបាច់ថាដល់អង្គុយទេគឺអ្នកចម្រើនធម៌គឺលោកប្រពក្នុងអរិយាបថ4អរិយាបថដេកដើរឈរអង្គុយទាំង4ហ្នឹងគឺយើងធ្វើបានទាំង4ក៏បានដែរប៉ុន្តែគ្រាន់ថានៅក្នុងការសម្ដែងជាប្រធានជាអរិយាបថជាប្រធានជាខាងដើមគេអ្នកបប្រតិបត្តិនៅក្នុងសមថៈនិងវិបស្សនានោះគឺត្រូវចម្រើនដោយអរិយាបថអង្គុយហ្នឹងមិនមែនអង្គុយធម្មតាទេអង្គុយពេនភ្នែនលើកជើងស្ដាំត្រួតពីលើជើងឆ្វេងទៅដៃស្ដាំដាក់តម្រួតពីលើដៃឆ្វេងទៅតម្កល់កាយឲ្យត្រង់ទៅចាប់ថ្មិចភ្នែកហើយគឺចាប់ដើមលើកឡើងយកនៅអារម្មណ៍របស់វិបស្សនាឬក៏អារម្មណ៍របស់សមថៈដែលយើងបានតាំងថាយើងនឹងកំណត់ចម្រើននោះយកមកធ្វើទុកក្នុងចិត្តឬក៏យើងចម្រើនអានាបានសតិដោយយកខ្យល់អាសសៈបស្សសៈគឺដង្ហើមចេញនឹងចូលក្នុងកាយយើងមានស្រាប់ហ្នឹងថ្មិចតែភ្នែកហ្នឹងប៉ុន្តែយើងគេថាបើតាមសេចក្តីនៃធម៌លោកហៅថាមโนទ្វាឬវចនៈគឺត្រូវលើកឡើងនៅចិត្តហ្នឹងរាវរករលឹកកំណត់ដឹងនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលក្នុងរាជកាយរបស់យើងហ្នឹងទៅហើយខ្យល់ហ្នឹងយើងសម្រាប់ជាអតិកម្មមិកបុគ្គលហ្នឹងមិនបាច់ចាំគិតពីក្រុមខ្យល់4ក្រុមទេគិតត្រឹមតែខ្យល់ចេញនិងខ្យល់ចូលដោយអាសសៈបស្សសៈដែលយើងដកចេញនិងចូលឲ្យដឹងខ្យល់ចេញនិងចូលក្នុងកាយយើងតាមប៉ុណ្ណឹងទៅហ្នឹងបើយើងបប្រតិបត្តិថ្មីឬក៏យើងមិនធ្លាប់ពីមុនមកសោះហ្នឹងការចម្រើនហ្នឹងគឺអញ្ចឹងហើយបើយើងចង់ចម្រើនបន្តទៀតអីអញចង់ចម្រើនអរិយាបថផ្សេងទៀតប៉ុន្តែលោកនិយាយថាតើអង្គុយក្រៅពីអង្គុយខ្លាចអត់ការធរឬក៏ខ្លាចខុសខ្លាចបាបអត់ទេបើសិនជាយើងដាក់ពីអង្គុយហើយយើងចង់ចម្រើនបន្តទៀតដើរទៅក៏ដើរទៅយើងដើរត្រូវយកសតិហ្នឹងមករលឹកនៅក្នុងខ្យល់ចេញចូលក្នុងដដែលទៀតមកឬក៏យើងដេកមុននឹងសម្រានហ្នឹងដាក់ចិត្តនៅក្នុងខ្យល់ចេញចូលហ្នឹងមកដដែលទៀតមកលក់ពេលណាក៏លក់ពេលហ្នឹងទៅឬក៏ឈរយើងឈរធម្មតាប៉ុន្តែតម្កល់ចិត្តរលឹកដឹងដោយសតិស្មារតីហ្នឹងដឹងខ្យល់ចេញចូលហ្នឹងតទៅទៀតទៅហ្នឹងក៏បានដែរអត់តោះក្រោយទេហ្នឹងការបប្រតិបត្តិហ្នឹងឲ្យផ្សារភ្ជាប់មកខាងដើមសំណួររបស់
លោកយាយបាសិកាវិញដែលសាកសួរអំពីអត្ថប្រយោជន៍របស់សមាធិនិងវិបស្សនាសមាធិនិយាយឲ្យចំទៅគឺការបប្រតិបត្តិមានអត្ថប្រយោជន៍គឺធ្វើចិត្តឲ្យស្ងប់ធ្វើចិត្តមិនឲ្យចម្ពាក់ក្នុងអារម្មណ៍និងសមាធិអត្ថប្រយោជន៍ហើយសួរថាហេតុអីបានធ្វើចិត្តមិនឲ្យចម្ពាក់ក្នុងអារម្មណ៍មកពីចម្ពាក់ហ្នឹងបានវាចេះតែកើតរឿងបានវាចេះតែមួម៉ៅបានវាចេះតែក្តៅកាហាយវាចេះតែលោភលន់មកពីចិត្តហ្នឹងវាចេះតែចម្ពាក់នេះចម្ពាក់នោះហ្នឹងដោយមិនបានចិត្តស្ងប់ហើយវិបស្សនានិយាយឲ្យចំមួយម៉ាត់ទៅអត្ថប្រយោជន៍គឺសម្រាប់លះបង់នៅសេចក្តីប្រកាន់នៅពេលណាបុគ្គលចម្រើននៅវិបស្សនាឃើញច្បាស់នៅកងសង្ខារហើយឃើញច្បាស់នៅអត្តភាពចាប់តាំងពីចុងសតបាតជាងដូចបានប្រគេននឹងជូនថាខណ្ឌ5យើងគ្រប់គ្នានេះមានត្រឹមតែរូបធម៌នាមធម៌មានត្រឹមតែសង្ខារធម៌មានត្រឹមតែសភាពមិនទៀងជាទុក្ខអនត្តានៅពេលណាដែលប្រាជ្ញាយើងឃើញច្បាស់យើងមិនប្រកាន់ថាយើងអញឯងខ្ញុំអ្នកនេះខ្ញុំអ្នកនោះមិនឃើញតែរូបធម៌នាមធម៌ឃើញថារូបហ្នឹងកើតទៅហើយមិនទៀងជាទុក្ខអនត្តាស្លាប់គ្រប់តែគ្នាអញ្ចឹងប្រកាន់គ្នាក៏មិនដឹងបានប្រយោជន៍អីនឹងដើម្បីលះបង់នៅសេចក្តីប្រកាន់នៅពេលណាដែលយើងមិនប្រកាន់គឺរមែងបាននៅសេចក្តីសុខហើយព្រោះយ៉ាងម៉េចជួនកាលអាការប្រកាន់នឹងឯងជាហេតុនាំនៅសេចក្តីទុក្ខឬក៏ការវិវាទគេនិយាយដើមអញគេជេរអញគេរករឿងអញណែដល់តែកើតតែអញនឹងក្នុងខ្លួនហើយប្រកាន់ណាប្រកាន់ថាគេនិយាយលើអញគេនិយាយរករឿងអញគេធ្វើបាបអញដល់អញ្ចឹងអាសេចក្តីប្រកាន់ហ្នឹងមិនមែនគិតថានឹងរូបធម៌នាមធម៌ហើយមិនទៀងជាទុក្ខអនត្តាណានៅតែអញនឹងមានក្នុងដរាបណាសេចក្តីទុក្ខនៅមានដរាបនោះអញ្ចឹងខ្លឹមសារអត្ថប្រយោជន៍របស់វិបស្សនាបញ្ញាគឺសម្រាប់លះបង់នៅសេចក្តីប្រកាន់នៅក្នុងសត្វបុគ្គលតួខ្លួននឹងសូមជម្រាបជូននឹងប្រកេនអញ្ចឹងដោយឡែកចំពោះបញ្ហាខាងសាកសួរបន្តបាសកបានសាកសួរបន្តទៀតអំពីបញ្ហាដែលតាក់ទងចំពោះថ្នាក់បឋមមធ្យមនិងឧត្តមហើយតាក់ទងក្នុងថារសាសិល5ទេមិនមកសុំសមាធិនឹងវត្តទេនៅផ្ទះសួរថាតើបដិបត្តិសមាធិបានឬទេបានឲ្យតែបដិបត្តិបានបើមិនបដិបត្តិគឺអត់បានតែប៉ុណ្ណឹងព្រោះថាព្រះពុទ្ធជាម្ចាស់លោកសម្ដែងសិលតាមលំដាប់អញ្ចឹងឈរទៅលើនិច្ចសិលសិល5អបោសតសិលសិល8អត្តរិកសិលសិល10ឬក៏សិលសម្រាប់ភិក្ខុសាមណេរអញ្ចឹងបើសិនជាឧបាសកឧបាសិកាដែលជាប់រវល់វិមាញឹកมันអាចមកបំពេញនៅការបដិបត្តិធម៌នៅក្នុងទីវត្តទីមណ្ឌលណាបានទេចង់បដិបត្តិនៅផ្ទះគឺបដិបត្តិចុះមានត្រឹមសិល5ព្រោះសិល5ហ្នឹងគឺតោងយកលើចេតនាវាលើការមិនសម្លាប់មិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងការមិនពូតភោញុះញង់បំបាយបំបាក់គេមិនកុហកបោកប្រាស់គេមិនផឹកទឹកស្វឹងមានមេត្តា5ហ្នឹងហើយយើងចម្រើនសមាធិនៅផ្ទះយើងទៅហើយសិលហ្នឹងសុទ្ធថាចាំបើមិនទៅវត្តសំពីលោកមានសិលទេអត់ទេមិនសិលហ្នឹងលោកអ្នកឲ្យយើងបានមានទេសិលហ្នឹងគឺសំដៅលើចេតនារបស់យើងតោងកាន់រក្សាខ្លួនយើងហ្នឹងវាចាក់ទៅតាមសិក្ខាបទគឺមេត្តាដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គលោកបានពោលសម្ដែងមកហ្នឹងកាន់ឲ្យគ្រប់រក្សាឲ្យបានគ្រប់5ហ្នឹងទៅឈ្មោះថាកើតសិលហើយជួតចោះអញ្ចឹងគេរសំពីសិលពីលោកគ្រប់គ្នាចឹងអត់បានទេចឹងថាបានអត្ថប្រយោជន៍ដែលទៅសំពីវត្តហ្នឹងទី1គឺបានស្ដាប់ធម៌ពីលោកណែនាំឲ្យអាវាតពីកិច្ចសមាទានសិលទៅបានថ្វាយទានដល់សាងផងទៅវារឹងរឹតតែបន់ចានមកយើងនៅផ្ទះទៅបានដែរប៉ុន្តែវាមិនទៅច្រើននឹងគ្រាន់តែប៉ុណ្ណឹងទេហើយមួយទៀតរឿងអំពីការបដិបត្តិកំណត់អំពីថ្នាក់នៅក្នុងថ្នាក់នេះព្រះពុទ្ធជាម្ចាស់លោកបានពោលក៏ដូចជាបានលើកឡើងជាច្រើនលំដាប់ថ្នាក់នៃអតិកម្មិកបុគ្គលថ្មីក្តីឬក៏បដិបត្តិភាសាធម៌ព្រះពុទ្ធជាម្ចាស់លោកចែកទៅតាមលំដាប់នៃកុសលថ្នាក់កាមាវចរៈកុសលរូបាវចរៈកុសលអរូបាវចរៈកុសលនិងលោកតរៈកុសលព្រះពុទ្ធលោកចែកអញ្ចឹងបដិបត្តិបានត្រឹមឧបចារចិត្តឬក៏ឧបចារឈាននឹងស្ថិតនៅក្នុងកាមាវចរៈកុសលហើយឈ្មោះថាថ្នាក់បឋមបដិបត្តិបានឡើងទៅកាន់បឋមឈានហ្នឹងគឺថ្នាក់នៅក្នុងរូបាវចរៈកុសលហើយរូបាវចរៈកុសលចិត្តហ្នឹងអញ្ចឹងបានកំណត់ថ្នាក់ត្រឹមមធ្យមបន្តពីហ្នឹងទៅគឺថ្នាក់ឧត្តមហើយ
អ្នកត្រាដំឲ្យទៅកាន់អរូបឈានទៅកាន់លោកកតរកុសលហើយហ្នឹងគឺថាទៅតាមលំដាប់នៃអាដាមហ្នឹងសូមបកស្រាយជម្រាបជូននឹងប្រកេនត្រឹមប៉ុណ្ណឹងដោយកម្មវិធីនឹងម៉ោងពេលយើងដល់ផងក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះហើយសប្តាហ៍អាទិត្យក្រោយយើងនឹងវិលមកជួបគ្នាសារជាថ្មីនៅក្នុងកម្មវិធីយើងបន្តទៀតហើយមុននឹងបញ្ចប់នេះសូមគោរពជូនពរនិងប្រកេនពរដល់ព្រះធរានុត្រៈគ្រប់ព្រះអង្គព្រមទាំងញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានត្រង់ត្រាប់ស្ដាប់នៅក្នុងកម្មវិធីនៃការផ្សព្វផ្សាយវិបស្សនាធរៈនេះក៏សូមមកជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបំពេញរាល់ភារកិច្ចក៏សូមឲ្យបានសម្រេចគ្រប់យ៉ាងហើយក៏សូមឲ្យកើតនៅប្រាជ្ញាស្មារតីជាសមាទិដ្ឋិបានឆាប់រួចចាកនៅទុក្ខគ្រប់អង្គគ្រប់គ្នាកុំបីខានឡើយសូមអនុមោទនា